អ្នកណាខ្លះដុសធ្មេញជាប្រចាំហើយនៅទៅស្អុយមាត់បញ្ហាមាត់ធ្មេញគឺកើតមានជាបន្តបន្ទាប់ហាមចាញ់ធ្មេញចាឈឺធ្មេញចាទៅពេទ្យជាប្រចាំញ៉ាំថ្នាំជាប្រចាំចាបញ្ហាស្នាធ្មេញក៏នៅតែមានចាឯពណ៌ធ្មេញនេះគឺមានកណោកបោចាគឺលឿងអត់មានពលឺអីគេទេចាយូរទៅលេងហ៊ានចាញ់តែក្រៅបាត់បង់អភិបជិតស្និទ្ធណាជាពិសេសគឺមនុស្សនៅជុំវិញខ្លួនយើងហ្មងអត់ហ៊ាននិយាយរកគេអត់ហ៊ាននិយាយអត់ហ៊ានសារសងជាមួយគេទេហើយបើទៅទិញថ្នាំដុសធ្មេញវិញស្វែងរកតែថ្នាំដុសធ្មេញណាដែលមានតម្លៃធូរចាតម្លៃធូរប្រើបានយូរចាអត់ខ្វល់ពីគុណភាពទេហើយសួរថាអ្នកទាំងអស់គ្នានៅតែបន្តទុកបញ្ហាហ្នឹងនៅដល់យូរប៉ុណ្ណាទៀតចាអ្នកទាំងអស់គ្នាសាកគិតមើលថានៅពេលដែលយើងចាទិញថ្នាំដុសធ្មេញសួររកតែតម្លៃធូរថ្លៃចាអត់ខ្វល់ពីគុណភាពអត់ខ្វល់ពីរបៀបផ្សំអត់គិតពីគេហៅថាថ្នាំដុសធ្មេញហ្នឹងវាត្រូវនឹងសុខភាពមាត់ធ្មេញរបស់យើងអត់យល់ពីរបៀបប្រើប្រាស់ច្បាស់លាស់ថាសមាជិកគ្រួសាររបស់យើងកូនរបស់យើងអាចប្រើប្រាស់បានចាតើវាមានរឿងអីកើតឡើងនៅពេលដែលយើងមានបញ្ហាឈឺធ្មេញចាយើងទៅពេលធ្មេញសួរថាធ្មេញរបស់យើងនៅពេលដែលយើងបដូរប្រអប់វាមានតម្លៃថ្លៃប៉ុណ្ណាវាថ្លៃជាងថ្នាំដុសធ្មេញនឹងរាប់រយដងទៀតមានទេទាំងអស់គ្នាចាអញ្ចឹងចាប់ដើមឡើងចាក្នុងការជ្រើសរើសថ្នាំដុសធ្មេញដែលមានគុណភាពស័ក្តិសមនឹងបញ្ហាមាត់ធ្មេញរបស់យើងក្នុងសារធាតុផ្សំទាំង5របស់ថ្នាំដុសធ្មេញ Atomitus Pas Propolis រួមមានចា Propolis ចាប្រឆាំងនឹងមេរោគបាក់តេរីស៊ីលីតូការពារធ្មេញប្រហោងចាឯតែបៃតងគឺបំបត្តិក្លិនមាត់ម៉ៃឈិនជីចារាងនៃការរលួយអាហារចាឯប្រេងម៉ាស្ទិកគឺសម្អាតមាត់ធ្មេញធ្វើឲ្យធ្មេញរបស់យើងនឹងសស្អាតផងដែរនេះគឺជាសារធាតុចាផ្សំពីធម្មជាតិដែលល្អខ្លាំងមែនទែនសម្រាប់មាត់ធ្មេញសុខភាពមាត់ធ្មេញរបស់យើងណាចាមិនត្រឹមតែប៉ុណ្ណេះទេចាថ្នាំដុសធ្មេញ Atomitus Pas Propolis នេះចាវាមានផ្នែកឡាយទៀតចាជាងថ្នាំដុសធ្មេញចាដតីចាដែលថ្នាំដុសធ្មេញដតីនឹងមានរហូតដល់ចា 1000 ppm ហើយសម្រាប់ថ្នាំដុសធ្មេញ Atomitus Pas នេះគឺមានត្រឹមតែ600ចា63 ppm ទេចាដែលក្មេងៗចាកូនយើងណាចានៅក្នុងគ្រួសាររបស់យើងគឺគាត់អាចប្រើប្រាស់បានអញ្ចឹងយើងអាចហៅវាថាជាប្រភេទថ្នាំដុសធ្មេញចាជាលក្ខណៈគ្រួសារផងដែរចាអញ្ចឹងសូមបញ្ចប់បញ្ហាមាត់ធ្មេញរបស់លោកអ្នកជាមួយនឹងថ្នាំដុសធ្មេញ Atomi ដែលមានរហូតដល់3ប្រភេទផ្សេងៗគ្នាផងដែរចាដើម្បីបង្កើនទំនុកចិត្តរបស់យើងនឹងត្រឡប់មកវិញចាបង្កើនភាពស្និទ្ធស្នាលរួមទាំងឱកាសផ្សេងៗចាដែលតាក់ទងជាមួយនឹងក្លិនមាត់របស់យើងណាត្រឡប់មកវិញចាអញ្ចឹងអាច inbox បានចាសម្រាប់ព័ត៌មានបន្ថែមដែលតាក់ទងទៅនឹងបញ្ហាមាត់ធ្មេញចាថាតើលោកអ្នកគួរតែជ្រើសរើសថ្នាំដុសធ្មេញប្រភេទណាមួយចារបស់ក្រុមហ៊ុន Atomi ផងដែរចាសូមអរគុណ